មានបរិះម្នាក់ជាអ្នកចេះដឹងពងពោះបានជួលទូកដ៏មួយដើម្បីឆ្លងនៅពេលកំពុងជិះលើទូកបរិះដែលមានចំណេះដឹងតែងអួតអាងចង់បង្អួតចំណេះដឹងក៏សួរទៅកាន់អ្នកអ៊ំទូកថាអត់ទោះបងប្រុសតើបងមានចេះអក្សរនិងប្រវត្តិសាស្ត្រខ្លះដែរឬទេអូបាទបងខ្ញុំមិនចេះអក្សរទេជីវិតខ្ញុំគឺដឹងតែពីអ៊ំទូកតែមួយមុខគត់ទេបងអូបើបងមិនចេះអក្សរទេជីវិតបងគឺបាត់បង់អស់ 50% ទៅបាត់ហើយចុះបងមានដឹងពីរឿងវិទ្យាសាស្ត្រឬក៏បច្ចេកវិទ្យាខ្លះទេបាទរឿងហ្នឹងក៏ខ្ញុំមិនដែលឮដែរបងខ្ញុំគឺដឹងតែពីមើលទឹកហើយនឹងទិសដៅខ្យល់ដើម្បីអ៊ំទូកឲ្យត្រូវទិសដៅតែប៉ុណ្ណោះឯងនឹងបងមិនបើកាន់តែអញ្ចឹងទៀតជីវិតបងគឺបាត់បង់ 80% ទៅហើយព្រោះបងរស់នៅមិនដឹងអ្វីទាល់តែសោះស្រាប់តែពេលនោះមេឃចាប់ផ្ដើមខ្មៅងងឹតរលកបោកខ្លាំងហើយទូកក៏ចាប់ផ្ដើមធ្លាយលិចទឹកផងដែរអ្នកអ៊ំទូកក៏សួរទៅកាន់អ្នកមានចំណេះដឹងវិញយ៉ាងលឿនថាបាទបងចុះបងតើខ្ញុំអាចសួរបងវិញមួយបានទេតើបងចេះហែលទឹកដែរឬទេធ្វើឲ្យបុរសដែលមានចំណេះដឹងនោះមុខស្លេកស្លាំងដៃញ័ររន្ធត់ហើយឆ្លើយប្រាប់ទៅកាន់បុរសអ៊ំទូកវិញថាបាទបងហែលទឹកគឺខ្ញុំអត់ចេះផងបងប្រុសអូបើអញ្ចឹងគឺជីវិតបងគឺស្មើនឹងបាត់បង់ 100% ទៅបាត់ហើយបើសិនជាបងមិនចេះហែលទឹកពីព្រោះខ្ញុំអាចហែលទឹកទៅត្រែម្ខាងបានតែបើបងមិនចេះទេគឺបងមិនអាចទៅបានទេគ្រាន់តែបុរសអ៊ំទូកនិយាយរួចហើយក៏លោតចូលទឹកហែលទៅរកត្រើយបាត់ទៅខណៈពេលដែលទូកជិតនឹងលិចចូលទៅក្នុងបាតទន្លេអ្នកចេះដឹងបានត្រឹមតែតោងក្បាលទូកដែលនៅសល់បន្តិចរួចស្រែងហៅឲ្យគេជួយទាំងភ័យស្លន់ស្លោជាសំណាងល្អចរិនទឹកបានរុញច្រានរូបគាត់និងក្បាលទូកនោះទៅលើកោះតូចមួយកណ្ដាលទន្លេព្រឹកឡើងលោកអ្នកចេះដឹងខ្លួនឡើងទាំងសភាពសំជោគនិងឃ្លានបាយញ័រដៃញ័រជើងគាត់បានឃើញអ្នកអ៊ំទូកអង្គុយបង្កាត់ភ្លើងអាំងត្រីយ៉ាងឈ្ងុយឆ្ងាញ់នៅក្បែរនោះបងប្រុសអើយតើបងអាចឲ្យខ្ញុំសុំទោសបានទេចំពោះសម្ដីអំនួតរបស់ខ្ញុំកាលពីម្សិលមិញឥឡូវនេះតើបងអាចចែកត្រីឲ្យខ្ញុំមួយចំណែកបានទេព្រោះខ្ញុំមានអារម្មណ៍ថាឃ្លានខ្លាំងណាស់បងអូចុះចំណេះដឹងសេដ្ឋកិច្ចនិងទ្រឹស្ដីរបស់បងដែលបងបានរៀនខ្ពង់ខ្ពស់នោះមិនអាចជួយឲ្យបងបានញ៉ាំឆ្អែតទេឬបងទ្រឹស្ដីសេដ្ឋកិច្ចរបស់ខ្ញុំវាមិនអាចជួយឲ្យខ្ញុំបានអាំងត្រីពីធម្មជាតិបានទេបើគ្មានលុយនិងគ្មានទីផ្សារហើយទ្រឹស្ដីរបស់ខ្ញុំក៏វាមិនអាចធ្វើឲ្យខ្ញុំបាត់ឃ្លានបានដែរបើខ្ញុំគ្មានត្រីដាក់ក្នុងពោះបែបនេះអូនេះយកទៅញ៉ាំចុះបងនៅលើកោះនេះអក្សរសាស្ត្រក៏រៀនមិនឆ្អែតវិទ្យាសាស្ត្រក៏មើលមិនយល់ដែរមានតែវិធីសាស្ត្រក្នុងការរកត្រីនិងសិល្បៈក្នុងការបង្កាត់ភ្លើងតែប៉ុណ្ណោះទើបជួយឲ្យយើងរស់បានលោកអ្នកមានចំណេះដឹងអង្គុយញ៉ាំត្រីបណ្ដើគិតបណ្ដើថាចំណេះដឹងដែលគ្មានការអនុវត្តជាក់ស្ដែងគឺប្រៀបដូចជាឡានដែលគ្មានសាំងទោះស្អាតនិងថ្លៃយ៉ាងណាក៏វាមិនអាចនាំយើងទៅរកគោលដៅបានឡើយបន្ទាប់ពីសម្រាកនិងហូបត្រីអាំងឆ្អែតហើយលោកអ្នកចេះដឹងបានចាប់ផ្ដើមមានកម្លាំងនិងខួរក្បាលភ្លឺស្វាងឡើងវិញគាត់សម្លឹងមើលទៅច្រាំងទន្លេដែលនៅឆ្ងាយសន្លឹមរួចនិយាយទៅកាន់អ្នកអ៊ំទូកថាបងប្រុសអើយយើងមិនអាចនៅទីនេះរហូតបានទេបើតាមទ្រឹស្ដីអតុនិយមដែលខ្ញុំបានរៀនមកមេឃនឹងអាចមានភ្លៀងព្យុះធំនៅយប់នេះបើយើងមិនចេញពីកោះនេះទេយើងច្បាស់ជាគ្រោះថ្នាក់ជាមិនខានចំពោះខ្ញុំមិនអីទេតែអ្វីដែលពិបាកគឺបងមិនចេះហែលទឹកបើសិនជាខ្ញុំហែលហើយឲ្យបងតោងនាំទៅត្រៃម្ខាងទៀតគឺច្បាស់ជាទៅមិនរួចទេវាអាចនឹងធ្ងន់លិចនៅកណ្ដាលទឹកជាមិនខានហើយទូកប្រកាសជាបែកបាក់ខ្ទេចអស់ផងដែរសូមកុំបារម្ភបងបើតាមគោលការណ៍រូបវិទ្យានិងធរណីមាត្រដែលខ្ញុំចេះយើងអាចយកក្បាលទូកដែលនៅសល់មកចងភ្ជាប់ជាមួយដើមឈើងាប់ទាំងនោះដើម្បីបង្កើតបានជាក្បូនដែលមានតុល្យភាពខ្ញុំដឹងពីរបៀបគណនាទម្ងន់ដើម្បីឲ្យវាអណ្ដែតប៉ុន្តែខ្ញុំមិនចេះចងខ្សែនិងមិនចេះកាប់ឈើទេបងអូអញ្ចឹងមិនអីទេយើងសហការគ្នាទៅបងជាអ្នកគូប្លង់ទុកឲ្យខ្ញុំជាអ្នកអនុវត្តកាប់ឈើនិងក្រងវចងខ្សែទៅចុះអរគុណច្រើនបងប្រុសថ្ងៃនេះទើបខ្ញុំយល់ច្បាស់ថាទ្រឹស្ដីដែលគ្មានការអនុវត្តគឺវាអត់ប្រយោជន៍ទាល់តែសោះ
តែចំណែកឯការអនុវត្តដែលគ្មានទ្រឹស្ដីក៏ជាការប្រថុយប្រឋានម្យ៉ាងដែរតែបើយើងមានទាំងពីរគឺយើងមិនខ្លាចឧបសគ្គអ្វីទាំងអស់ នឹងហើយបងពីថ្ងៃនេះទៅបងជួយបង្រៀនអក្សរសាស្ត្រដល់ខ្ញុំហើយខ្ញុំនឹងបង្រៀនបងឲ្យចេះហែលទឹកវិញយ៉ាងម៉េចដែរបាទបងមានអីល្អតាអញ្ចឹងយើងជួយមករៀនគ្នាទៅវិញទៅមកទៅចឹងណាបងចំណេះដឹងដែលគ្មានការអនុវត្តជាក់ស្ដែងគឺប្រៀបដូចជាឡានដែលគ្មានសាំងអញ្ចឹងទោះស្អាតទោះថ្លៃយ៉ាងណាក៏មិនអាចនាំយើងទៅដល់គោលដៅបានដែរនៅពេលដែលយើងមានអាសន្នដូច្នេះទោះតែយើងមានទាំងពីរទាំងចំណេះដឹងនិងការអនុវត្តជាក់ស្ដែងទើបធ្វើជីវិតយើងល្អប្រសើរ រឿងនិទាននេះខ្ញុំក៏សន្មតថាចប់របបនាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានតាមដានស្ដាប់រឿងនាងខ្ញុំតាំងពីដើមរហូតដល់ចប់ហើយក៏សូមជូនពរឲ្យពុកម៉ែបងប្អូនមានសុខភាពល្អសំណាងល្អហើយការនិទានរឿងរបស់នាងខ្ញុំបើសិនជាពុកម៉ែស្ដាប់ទៅមានការពេញចិត្តនិងការលឺលួសយ៉ាងណានោះក៏ខ្ញុំសូមខន្តីអភ័យទោស